皆さんこんにちはសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចែករំលែកពាក្យមួយចំនួនទៅកាន់អ្នកទាំងអស់គ្នាទៀតដែរប៉ុន្តែពាក្យថ្ងៃនេះគឺខ្ញុំចែករំលែកទាក់ទងទៅនឹងពាក្យថា Kanashi Kotoba អញ្ចឹង Kanashi នេះជាគុណនាមអ៊ីបប្រែថា sad ក្រៀមក្រំឬក៏សោកសៅអង់គ្លេសគឺ sad អ្នកទាំងអស់គ្នាតែងតែនិយាយហើយ Kotoba បប្រែថាពាក្យអញ្ចឹងពាក្យដែលរៀនថ្ងៃនេះគឺទាក់ទងទៅនឹង Kanashi Kotoba ពាក្យសោកសៅឬក៏ពាក្យក្រៀមក្រំអញ្ចឹងដោយអ្នកទាំងអស់គ្នាបានឃើញនៅលើក្តារខៀនហើយខ្ញុំបានលើកយកមកចំនួន5ពាក្យអញ្ចឹងសម្រាប់អ្នកណាដែលគ្នាយើងដែលពិបាកចិត្តស្អិតទ្រូងនេះហ្នឹងគឺប្រើពាក្យទាំងអស់ហ្នឹងទៅគឺត្រូវតែម្ដងបែកបាក់ស្នេហាឬក៏ខូចចិត្តសោកសៅហ្នឹងគឺប្រើទៅគឺត្រឹមត្រូវទាំងអស់ពាក្យដែលខ្ញុំចែករំលែកទៅកាន់អ្នកទាំងអស់គ្នាហ្នឹងអញ្ចឹងតើអ្នកណាសានពាក្យទី1គឺគេទៅសេថា Uragiru អញ្ចឹងរបៀបអានគឺ Uragiru បើប្រែថាក្បត់ចិត្តក្បត់ទំនុកចិត្តក្បត់អីហ្នឹងគឺប្រើ Uragiru បានទាំងអស់អញ្ចឹងតើខានជីមាន2អ្នកណាសានពាក្យថា Ura ហើយនឹងពាក្យថាKiru អញ្ចឹងគុំចូលគ្នាទៅចេញជា Uragiru បប្រែថាក្បត់ចិត្តគឺតោះទាំងអស់គ្នាត្រូវចាំរបៀបនៃការសរសេរអក្សរខានជីពីលើចក្រោមពីឆ្វេងទៅស្ដាំអញ្ចឹងមើលទាំងអស់គ្នា Ichi Ni San Si Go Roku Nana Hachi Kyu Ju Juji Jini Jusan Juyon Jugo Juroku Junana អញ្ចឹងពាក្យថា Uragiru ហ្នឹងគឺមានចំនួន17កំណុះអ្នកទាំងអស់គ្នាត្រូវចាំ Uragiru បប្រែថាក្បត់ចិត្តពាក្យទី2គឺ Damasu Damasu ខានជីមានតែមួយទេ Damasu បប្រែថាបោកប្រាស់ផ្លូវចិត្តបោកប្រាស់មាសប្រាក់ពេជ្រកែវកងហ្នឹងគឺ Damasu ទាំងអស់អញ្ចឹងតើខានជីមានតែមួយទេមើលមីណាសា Damasu ពីលើចក្រោមពីឆ្វេងទៅស្ដាំត្រូវចងចាំអំពីរបៀបនៃការសរសេរខានជីអញ្ចឹង Ichi Ni San Si Go Roku Nana Hachi Kyu Ju Juji Juni Jusan Juyon Jugo Juroku Junana Juhachi Jukyu អញ្ចឹង Damasu គឺមានចំនួនរហូតដល់19កំណុះទាំងអស់គ្នាអ្នកទាំងអស់គ្នាតើតងទៅនឹងរបៀបនៃការសរសេរអ្នកទាំងអស់គ្នាសម័យមកសរសេរធ្វើម៉េចឲ្យទៅចាំមកអញ្ចឹងសម័យនៅលើខ្យល់ការខ្ញុំរៀនហ្នឹងគឺបិទភ្នែកសម័យនៅលើខ្យល់ហ្នឹងធ្វើឲ្យអ្នកទាំងអស់គ្នាងាយចងចាំចំនួនកំណុះទាំងអស់ហ្នឹងតើ Damasu បប្រែថាបោកប្រាស់ពាក្យទី3គឺ Kisu Skeru Kisu Skeru អញ្ចឹងខានជីមានតែមួយទេ Kisu Skeru បប្រែថាធ្វើឲ្យឈឺចាប់ធ្វើឲ្យអ្នកណាឈឺចាប់យើងទៅលួចឬក៏លួចប្លន់គេហ្នឹងគឺក្បត់ចិត្តអីគេហ្នឹងគឺធ្វើឲ្យឈឺចាប់គឺប្រើពាក្យហ្នឹងទៅ Kisu Skeru ចឹងតើខានជីមានតែមួយទេ Kisu Skeru មើលមេរាសាពីលើចក្រមពីឆ្វេងស្ដាំ Ichi Ni San Si Go Roku Nana Hachi Kyu Ju Juji Juni Jusan អញ្ចឹងអក្សរខានជីមួយហ្នឹងគឺមានរហូតដល់13កំណុះអញ្ចឹងតើ Kisu Skeru Kisu Skeru ម្ដងទៀតបប្រែថាធ្វើឲ្យឈឺចាប់ពាក្យបន្ទាប់គឺពាក្យទី4 Uso អញ្ចឹង Uso ខានជីមានតែមួយទេ Uso បប្រែថាការកុហកថ្នាក់ពាក្យគឺជានាមអញ្ចឹងតើមើលមីណាសាន Uso ហ្នឹងរៀងពិបាកសរសេរបន្តិចអញ្ចឹងត្រូវចងចាំដូចខ្ញុំតែងតែនិយាយតាមពីដើមមកហើយគឺពីលើចក្រោមពីឆ្វេងទៅស្ដាំអញ្ចឹង Ichi Ni San Si Go Roku Nana Hachi Kyu Ju Juji Juni Jusan Juyon អញ្ចឹងពាក្យថា Uso ហ្នឹងមានរហូតដល់14កំណុះ Uso បប្រែថាការកុហកតពាក្យចុងក្រោយគឺ Hottoite អញ្ចឹង Hottoite ខានជីមានតែមួយទេ Hottoite បប្រែថាទុកឲ្យខ្ញុំនៅម្នាក់ឯងទៅបានហើយអូខេអញ្ចឹងពាក្យនេះគឺពិតជាសោកសៅក្រៀមក្រំមែនទេអ្នកទាំងអស់គ្នាHottoite តើមើលខានជីពីលើចក្រមពីឆ្វេងទៅស្ដាំ Ichi Ni San Si Go Roku Nana Hachi Hottoite អូខេតើមីណាសាន Hottoite គឺទុកឲ្យខ្ញុំនៅម្នាក់ឯងទៅបានហើយចឹងតើមីណាសានតើតងទៅនឹងពាក្យប្របាក់មួយចំនួនរបស់ខ្ញុំតើតងទៅនឹងពាក្យ Kanashi Kotoba ហ្នឹងដូចជាមានតែ5ពាក្យហ្នឹងទេអ្នកទាំងអស់គ្នាត្រូវតែមើលហើយត្រូវចងចាំតើតងទៅនឹងខានជីតើតងទៅនឹងរបៀបអានតើតងទៅនឹងការបកប្រែនិងអត្ថន័យរបស់វាផងដែរអូខេចឹងតោះអ្នកណាសាសង្ឃឹមថាជួបគ្នានៅវីដេអូបន្តអញ្ចឹងអ្នកទាំងអស់គ្នាជួយចុច like និង follow page ណាមួយផងដើម្បីទទួលបានវីដេអូថ្មីៗតើតងទៅនឹង YouTube channel របស់ខ្ញុំនឹងដាក់នៅtrongវីដេអូ YouTube របស់ខ្ញុំតើតងឈ្មោះថា Sensei Sophie អ្នកទាំងអស់គ្នាគ្រាន់តែវាយ Sensei Sophie មកគឺលោតចេញហើយដូច្នេះអ្នកទាំងអស់គ្នាអាចចុច subscribe បានដើម្បីទទួលបានវីដេអូថ្មីៗអរគុណច្រើនសង្ឃឹមជួបគ្នានៅវីដេអូបន្តទៀត